បើអ្នកញ៉ាំទ្រូងមាន់រាល់ថ្ងៃនេះជាអ្វីដែលកើតឡើងចំពោះរាងកាយរបស់អ្នកមនុស្សភាគច្រើនគិតថាមាន់គ្រាន់តែជាអាហារដែលគួរឲ្យធន់ប៉ុន្តែការទទួលទានវាជារៀងរាល់ថ្ងៃបង្កឲ្យមានប្រតិកម្មសង្វាក់នៅក្នុងខ្លួនរបស់អ្នកដែលវិទ្យាសាស្ត្រទើបតែចាប់ផ្ដើមយល់ដំបូងអ្នកនឹងស្រកទម្ងន់ដោយមិនចាំបាច់ព្យាយាមទ្រូងមាន់ខ្ចប់ប្រូតេអ៊ីន31ក្រាមដែលស្ទើរតែគ្មានខ្លាញ់វាធ្វើឲ្យអ្នកឆ្អែតហើយធម្មជាតិកាត់បន្ថយចំណង់អាហាររបស់អ្នករហូតដល់400កាឡូរីក្នុងមួយថ្ងៃទី2សាច់ដុំរបស់អ្នកនឹងលូតលាស់លឿនជាងមុនប្រូតេអ៊ីនដែលមានគុណភាពខ្ពស់នោះមានផ្ទុកអាស៊ីតអាមីណូសំខាន់ទាំង9រាងកាយរបស់អ្នកមិនអាចបង្កើតខ្លួនឯងបានទេវាដូចជាផ្ដល់ឲ្យសាច់ដុំរបស់អ្នកនៅបណ្ដុំសំណង់ដ៏ប្រណិតទី3ការរំលាយអាហាររបស់អ្នកចូលទៅក្នុងដំណើរការហួសកម្រិតប្រូតេអ៊ីនដុត30កាឡូរីបន្ថែមទៀតដើម្បីរំលាយបើប្រៀបធៀបទៅនឹងកាបូអ៊ីត្រាទ្រឹខ្លាញ់ B6 និងសេលេញូមនៅក្នុងសាច់មាន់បង្កើនដំណើរការមេតាបូលីសរបស់អ្នកទី4ថាមពលរបស់អ្នកលោតខ្លាំងហើយអ្នកឈប់ឈឺសេលេញូមដើរតួជារបាំងការពារប្រឆាំងអុកស៊ីតកម្មការពារកោសិការបស់អ្នកផូស្វ័ររក្សាប្រព័ន្ធថាមពលរបស់អ្នកឲ្យដំណើរការរលូនទី5ឈាមរបស់អ្នកប្រសើរឡើងយ៉ាងខ្លាំងការសិក្សាបង្ហាញថាការទទួលទានសាច់មាន់ប្រចាំថ្ងៃអាចធ្វើឲ្យកម្រិតកូលេស្តេរ៉ុលប្រសើរឡើងនិងរក្សាលំនឹងជាតិស្ករក្នុងឈាម